ទុះមែនតែនពុកម៉ែបងប្អូនទុះមែនតែននៅប្រហែលថ្ងៃនេះឃើញថានៅលើបណ្ដាញសង្គម Facebook ក្រោយពីក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងជាសាធារណៈដែលប្រកាសផលិតផលចំនួន5មុខដែលមានជាតិបារតនិងមានជាតិគីមីអាស៊ីតសាលីស៊ីលិកបាទនៅក្នុងផលិតផលទាំង5នៅក្នុងនោះមានផលិតផលមួយកំពុងតែផ្ទុះកក់ក្ដៅខ្លាំងមែនទែនគឺផលិតផលរបស់ក្រុមហ៊ុន OG Cosmetic Anti Acne and Whitening Night Cream ពុកម៉ែបងប្អូនណាបាទអញ្ចឹងយើងឃើញថាទាំងអតិថិជនរបស់ផលិតផល OG ហើយនឹងតំណាងចែកចាយនៅតាមបណ្ដារាជធានីខេត្តទាំងអស់កំពុងតែមានការព្រួយបារម្ភមែនទែនពុកម៉ែបងប្អូនបាទយើងឃើញថាក្រោយពីក្រសួងចេញសេចក្តីជូនដំណឹងហើយតំណាងអតិថិជនភ្ញៀវរបស់ OG ទាំងអស់កំពុងតែមានការព្រួយបារម្ភយើងស្រាប់ឃើញ23ម៉ោងមុននេះគឺយើងឃើញ page ផ្លូវការរបស់ម្ចាស់ brand OG ដែលមាន account OG បាទ account OG Angel បាទ account OG Angel បាទបានទៅសេ caption ថាក្រុមហ៊ុនកំពុងតែដោះស្រាយជាមួយក្រសួងបាទជាមួយក្រសួងយើងស្រាប់តែឃើញនៅក្នុងការ comment របស់បងប្អូនប្រជាពលរដ្ឋយើងឬមួយអតិថិជនឬមួយភ្ញៀវមួយចំនួនបានចូល comment នៅក្នុង page ផ្លូវការរបស់អូន G បាទ Angel ថាដូចជាពូណៃបាទបានសរសេរថាដោះស្រាយជាមួយក្រសួងទៀតដាក់បារតធ្វើអីបាទបន្ទាប់មកយើងក៏ឃើញបន្តទៀតការ comment នោះ Silnin បាទនៅក្នុង account Silnin បានសរសេរថាហាក់ដោះស្រាយជាមួយក្រសួងចង់និយាយថាក្រសួងធ្វើការខុសឬគិតថាក្រសួងចោទប្រកាន់ផលិតផលបងមិនអាសូរអ្នកប្រើខ្លះទេបាទនេះជាការ comment ហើយបងប្អូនយើងដែលមានឈ្មោះយ៉ុងស៊ូបានចូល comment ទៀតរៀនទទួលស្គាល់ការពិតអាណិតសុខភាពអតិថិជនផងបាទនៅក្នុង comment ពុកម៉ែបងប្អូនណាបាទហើយមួយទៀតដែលមានឈ្មោះខេងណាវិនទោះបីដោះស្រាយមិនក៏ខ្ញុំលេងហ៊ានប្រើផលិតផលនឹងទៀតដែរសំណាងឲ្យដែលបានប្រើមួយខ្លងឈប់តន់បាទហើយបើបងប្អូនយើងមួយទៀតដែលមានឈ្មោះ RCH ដោះស្រាយបូមប៉ារ៉តពីខ្លួនពួកកូនផងម៉ាក់បាទនឹងបងប្អូនយើងហើយបងប្អូនយើងដទៃទៀតក៏បានខមមិនថាដោះស្រាយប្រហែលជាមួយប៉ូលីសទៅហើយបាទបងប្អូនយើងដែលឈ្មោះនីស៊ីបានខមមិនថាក្រសួងអាចដកសារធាតុបារតចេញបានមែនបងបាទដល់ពេលបងប្អូនយើងមួយទៀតដែលមានឈ្មោះរិទ្ធីបាទមានឈ្មោះរិទ្ធីគាត់បានខមមិនថាបុកលុយមែនបាទបុកលុយមែនហើយបងប្អូនយើងឈ្មោះគឹមកៃគាត់ថាបុកលុយមែនបាទអញ្ចឹងហើយបងប្អូនយើងដតីទៀតដែលមានឈ្មោះប៉ាន់ឡៃហេងគាត់ថាហឺដល់ថ្នាក់ក្រសួងចេញក្តែងប៉ុណ្ណឹងហើយនៅថាអ៊ីវ៉ាន់មែន original របស់ខ្លួនទៀតអញ្ចឹងក្រសួងសុខខ្មែរធ្វើការអត់កើតទេមែនឬមួយក៏យកទៅសោកដើម្បីបិទមាត់បាទពីខ្ញុំអ្នកធ្លាប់ប្រើម្នាក់ពិតជាមានការខកចិត្តបាទបងប្អូនយើងខ្លះទៀតអូនជីសគាត់បានខមមិនថាចាំមើលក្រសួងលុយទិញបានអត់បើថាមានបារតគឺមានហើយខ្ញុំគិតថាมันមានតែមួយទេអាចនឹងមានច្រើនអ្នកទៀតដែលអាចមានខ្សែធំបើអាចពិនិត្យបានទិញមកពិនិត្យហ្មងបាទនឹងជាការលើកក្នុងខមមិនរបស់បងប្អូនយើងព្រោះជាច្រើនដែលថាគាត់ថាដោះស្រាយជាមួយក្រសួងពុកម៉ែបងប្អូនបាទដែលគាត់បានបញ្ជាក់ថាគាត់នឹងដោះស្រាយជាមួយក្រសួងបាទហើយបន្ទាប់មកយើងឃើញការខមមិននឹងច្រើនមែនតើតែ2ម៉ោងមុននេះបាទ2ម៉ោងមុននេះយើងបានឃើញpage អូន G Angel នឹងដដែលគាត់បានផុសថាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងអតិថិជននិងតំណាងចែកចាយទូទាំងប្រទេសដោយក្តីគោរពសូមបងទុកពេលឲ្យយើងខ្ញុំធ្វើការដោះស្រាយជាមួយរោងចក្រដែលផ្គត់ផ្គង់ឲ្យខ្ញុំហើយបងកុំមានការភ័ន្តច្រឡំទៅកាន់ក្រសួងពាក់ព័ន្ធអីបាទដោយថាលក់យូរឆ្នាំហើយទៅតែពិនិត្យឃើញពីព្រោះការត្រួតពិនិត្យរបស់លោកឃើញនេះគឺជាស្តុកចុងក្រោយដែលខ្ញុំនាំនៅក្នុងឆ្នាំ2026ទេបាទគាត់ថាស្តុកចុងក្រោយទេបាទដែលរកឃើញតេស្តហ្នឹងបាទព្រោះខាងក្រសួងពាក់ព័ន្ធលោកមានការត្រួតពិនិត្យជារៀងរាល់ខែរៀងរាល់ពេលវេលាដែលលោកបានកំណត់មិនមែន1ឆ្នាំឬក៏3ឆ្នាំឬមួយក៏5ឆ្នាំឬក៏8ឆ្នាំលោកត្រួតពិនិត្យម្ដងនោះទេសូមបងប្អូនកុំមានការភ័ន្តច្រឡំព្រោះរាល់ថ្ងៃលោកខិតខំណាស់ដើម្បីមើលការខុសត្រូវគ្រប់ផលិតផលទាំងអស់ដែលនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជាលោកបានយកចិត្តទុកដាក់ណាស់រៀងរាល់ខែរាល់ពេលវេលាតែងតែយកចិត្តផលិតផលទាំងអស់ដែលមានលក់នៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាចូលទៅមន្ទីរពិសោធន៍ដើម្បីធានាលើសុខភាពអ្នកប្រើប្រាស់តែនេះជាកំហុសខាងរោងចក្រផ្គត់ផ្គង់ឲ្យខ្ញុំនៅស្តុកដែលចេញលក់ចុងក្រោយនៅឆ្នាំ2026នេះពេលខ្ញុំបញ្ជាទិញយកមកលក់ដល់ប្រទេសកម្ពុជាខ្ញុំ
ក៏ចែកចាយបន្តទៅកាន់តំណាងចែកចាយអតិថិជននៅតាមខេត្តស្រុកតាមដេប៉ូអញ្ចឹងហើយស្តុកដែលពិនិត្យឃើញគឺជាស្តុកចុងក្រោយដែលរោងចក្រមានការធ្វើប្រហែសឬខុសបច្ចេកទេសណាមួយក៏ខ្ញុំមិនដឹងព្រោះត្រឹមតែជាអ្នកបញ្ជាទិញពីរោងចក្រខ្ញុំមានតែពឹងផ្អែកលើក្រសួងពាក់ព័ន្ធដូចនៅក្នុងការចេញលទ្ធផលបាទអានេះនៅវែងទៀតពុកម៉ែបងប្អូនចឹងចាំខ្ញុំដាក់ជូនពុកម៉ែបងប្អូនមើលបន្តទៀតពុកម៉ែបងប្អូនណាបាទហើយបន្ទាប់មកយើងក៏ឃើញនៅក្នុងខមមិននឹងបន្តទៀតពុកម៉ែបងប្អូនណាខមមិនបងប្អូនយើងដែលមានឈ្មោះម៉ាក់កូនភ្លោះគាត់ចូលខមមិនថាវាមិនដែលប្រេនរបស់ខ្លួនឯងផ្ទាល់គេដូររូបមន្តមិនដឹងអីទេលេងសើចពេកទេដឹងបាទបន្ទាប់មកទៀតក៏មានខមមិនអីគេស្រីពៅគាត់បានចូលខមមិននៅអត់ទទួលស្គាល់ទៀតខូចមុខគេអស់ហើយបាទបន្ទាប់មកទៀតក៏មានបងខុនស្វាគាត់ដាក់តាំងពីដំបូងលាបទៅរបស់មុខគ្រាន់តែប៉ុណ្ណឹងដឹងហើយថាមានសារធាតុអ្វីព្រោះបើសិនជាព្យាបាលឬលេសុតឯណាលាបទៅរបស់មុខបាទដល់ពេលបងមួយទៀតបុត្រាអាសុរាបាទគាត់បានសរសេរថាម្ដងចេះម្ដងចុះបាទម្ដងចេះម្ដងចុះរបស់ដែលលក់ចេញហើយអ្នកចង់និយាយមិនក៏បានមែនទោះមានតាំងពីយូរក៏គ្មានអ្នកដឹងដែរព្រោះខាងក្រសួងមិនមែនយកមកពិនិត្យគ្រប់ខ្លងណារកលេសដោះសារម៉េះនរណាជឿអ្នកឯងទៀតបាទអញ្ចឹងពុកម៉ែបងប្អូនហើយបងប្អូនយើងមួយទៀតឈ្មោះពៅពិសីបាទគាត់បានចូលខមមិនបន្តទៀតគាត់ថាម្សិលមិញដោះស្រាយជាមួយក្រសួងថ្ងៃនេះរោងចក្រអ្នកណាខុសវិញម្ដងអ្នកណាឲ្យប្រកាសដើម្បីលុយលោភលន់សុកចិត្តឲ្យប្រជាជនខូចសុខភាពបាទអន្សមិញគាត់បានផុសថាដោះស្រាយមួយក្រសួងដល់ពេលឥឡូវមានព័ត៌មានសបផ្សាយជាច្រើនអញ្ចឹងទៅថ្ងៃហ្នឹងគាត់ថាដោះស្រាយជាមួយរោងចក្រវិញបាទដល់ពេលបងប្អូនយើងដទៃទៀតសម្បត្តិឆានុនបាទគាត់ដាក់ថាប៉ុណ្ណឹងហើយនៅធ្វើតួកំសត់ទៀតអ្នកលៀបលេគាត់លើកលែងឲ្យអត់បាទអញ្ចឹងយើងឃើញបងប្អូនយើងឈ្មោះលេងខ្ញុំអត់ត្រូវការបកស្រាយទេបងខ្ញុំត្រូវការឲ្យបងទិញអេវ៉ាន់បងចូលវិញខ្ញុំពិបាកលក់ណាស់បាទអាហ្នឹងគាត់ឲ្យតំណាងចែកចាយគាត់ឲ្យទិញអីវ៉ាន់ចូលវិញហើយបងធាសែមគាត់បានសរសេរដែរខ្ញុំសុំឲ្យធ្វើការពិនិត្យមុនចាំធ្វើការចែកចាយបន្តបាទអាហ្នឹងអញ្ចឹងយើងឃើញថាពុកម៉ែបងប្អូនឃើញថាខមមិនជាច្រើនដែលខ្ញុំដាក់ជូនពុកម៉ែបងប្អូនមើលនៅក្នុងហ្នឹងអញ្ចឹងពុកម៉ែបងប្អូនមើលបន្តទៀតទៅបាទដោយសារឃើញខមមិនកើតទុកមិនសុខចិត្តពីប្រជាពលរដ្ឋពីអតិថិជនពីតំណាងចែកចាយរបស់គាត់គេបានស្នើសុំឲ្យគាត់ហ្នឹងទិញទំនិញទាំងអស់ដែលគាត់បានចែកចាយនៅលើទីផ្សារចូលស្តុកគាត់វិញបាទព្រោះគាត់បានចែកចាយទៅដោយសារក្រសួងថាមានរកឃើញជាតិបារតបាទជាតិបារតហើយនឹងជាតិអាស៊ីតបាទជាតិអាស៊ីតសាលីស៊ីលិកបាទគឺខ្លាំងមែនតើពុកម៉ែបងប្អូនវាប៉ះពាល់ខ្លាំងមែនតើហ្មងវាប៉ះពាល់គ្រាន់តែបារតនឹងប៉ះពាល់តម្រងនោមមហារីកស្បែកប៉ះពាល់ពន្ធប្រសាទបាទហើយអាស៊ីតសាលីស៊ីលិកនេះគឺវាប៉ះពាល់ខូចរបាំងការពារស្បែកស្ងួតធ្ងន់ធ្ងររបកស្បែកនិងរលាកស្បែកជាដើមបាទហើយវាអាចប៉ះពាល់ទៅដល់កលៀនដល់អីទៀតពុកម៉ែបងប្អូនណាបាទអញ្ចឹងហើយគឺប៉ះពាល់ធ្ងន់ធ្ងរមែនតើពុកម៉ែបងប្អូនបាទផលិតផល ONG Cosmetic NP Acne and Whitening Night Cream បាទអញ្ចឹងខ្ញុំសុំការអំភ្លឺ2 ដង 3 ដងហើយអត់ឆ្លើយតបជាមួយខ្ញុំទេបាទខ្ញុំចង់ដឹងឲ្យច្បាស់លាស់តែឥឡូវយើងយកព័ត៌មានពី page ផ្លូវការរបស់គាត់ដើម្បីយកមកផ្សាយជូនបងប្អូនយើងវិញបាទអញ្ចឹងយើងមានតែទទូចស្នើសុំដល់ក្រសួងស្ថាប័នមន្ទីរពាក់ព័ន្ធទាំងអស់បងប្អូនសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពាក់ព័ន្ធបាទមេតាមានចំណាត់ការដ៏តឹងរឹងដ៏ម៉ឺងម៉ាត់ចំពោះទៅលើម្ចាស់ brand OG Cosmetic Anti Acne and Whitening Night Cream នេះបាទព្រោះប៉ះពាល់សុខភាពជាពលរដ្ឋឥឡូវឃើញក្នុងខមមិនណាបាទឃើញក្នុងខមមិនហោហែតែម្ដងបាទឲ្យតែចេញជូនដំណឹងចេញផ្សព្វផ្សាយចេញប្រកាសគឺមានប្រជាពលរដ្ឋនិងអតិថិជនចូលទៅខមមិនយ៉ាងច្រើនបាទមិនដាច់ទេបាទគឺទៀមទាតែម្ដងបាទទៀមទាឲ្យសងផងឲ្យទិញចូលវិញផងឲ្យទទួលខុសត្រូវផងបាទរលាកមុខរលាកស្បែកពួកគាត់ដូចខ្ញុំអានខមមិនជូនពុកម៉ែបងប្អូនមិនអញ្ចឹងបាទអញ្ចឹងហើយខ្ញុំសង្ឃឹមថាច្បាប់នឹងមានចំណាត់ការយ៉ាងតឹងរ៉ឹងទី1សូមអនុវត្តទៅតាមច្បាប់ការគ្រប់គ្រងវិសោធនកម្មច្បាប់ឱសថអនុក្រឹត្យការគ្រប់គ្រងគ្រឿងសម្អាងបាទនឹងច្បាប់ការគ្រប់គ្រងផលិតផលសម្អាងការនាំចេញផលិតផលសេវាផ្សេងហ្នឹងបាទហើយនឹងសូមឲ្យមានចំណាត់ការដ៏តឹងរ៉ឹងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចំណាត់ការនីតិវិធីបន្តព្រោះប៉ះពាល់សុខភាពជាពលរដ្ឋ
ខ្លាំងណាស់បាទលក់ដឹងប្រហែលឆ្នាំមកហើយទៅក្រសួងរកឃើញបាទហើយខ្ញុំនឹងតាមដាននៅតាមเพจក្រសួងបន្ថែមទៀតដើម្បីយកព័ត៌មានផ្សព្វផ្សាយជូនបងប្អូនយើងថាតើកំហុសរបស់ក្រសួងឬមួយក៏ដោយគេនិយាយថាមកពីខាងរោងចក្រឬមួយក៏ផលិតផលគេល្អឬមួយក៏ផលិតផលគេអត់មានជាតិគីមីអត់មានជាតិអីយើងនឹងតាមមើលបន្តទៀតតែក្រសួងធ្វើការច្បាស់បាទខ្ញុំធានាអញ្ចឹងបាទអញ្ចឹងខ្ញុំសូមការបញ្ចុះអត្ថបទបាយនៅវេលាម៉ោងនេះបាទសូមគោរពលាសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា